មន្ត្រីក្រសួងការពារជាតិម្នាក់បានថ្លែងថាការដោះមានរបស់ភាគីថៃត្រូវធ្វើឡើងតែនៅក្នុងទឹកដីថៃប៉ុណ្ណោះមិនត្រូវធ្វើនៅក្នុងទឹកដីកម្ពុជាឬតំបន់ដែលមិនទាន់បានវាស់វែងនឹងខណ្ឌសីមានោះឡើយហើយកុំយករឿងជន់មីនមកពាក់ព័ន្ធនឹងកម្ពុជាការលើកឡើងរបស់មន្ត្រីក្រសួងការពារជាតិដែលស្នើសុំមិនបញ្ចេញឈ្មោះធ្វើឡើងបន្ទាប់ពីកាសែតថៃបានចុះផ្សាយថាទាហានថៃបានជន់មីននៅម្ដុំច្រកអានសេសនៅថ្ងៃទី17ខែសីហានេះមន្ត្រីក្រសួងការពារជាតិដដែលបានថ្លែងថាភាគីថៃមិនត្រូវប៉ុនប៉ងភ្ជាប់ឧបទ្ទវហេតុដែលទាហានថៃដែលជន់មីននៅក្នុងអំឡុងប្រតិបត្តិការរបស់ខ្លួនមកតាក់ទងនឹងកម្ពុជានោះឡើយប្រតិបត្តិការដោះមីនរបស់ភាគីថៃត្រូវធ្វើឡើងតែនៅក្នុងទឹកដីថៃប៉ុណ្ណោះមិនត្រូវធ្វើនៅក្នុងទឹកដីកម្ពុជាឬតំបន់ដែលមិនទាន់បានវាស់វែងនឹងខណ្ឌសីមាឬតំបន់ទឹកដីកម្ពុជាដែលកងកម្លាំងថៃកំពុងតែកាន់កាប់ដោយខុសច្បាប់នោះឡើយមន្ត្រីដដែលបានថ្លែងថាការដោះមីនមិនអាចប្រើជាលេសដើម្បីពង្រីកវត្តមានយោធាបង្កើតការពិតថ្មីនៅលើដីឬធ្វើឲ្យការកាន់កាប់ដោយខុសច្បាប់ក្លាយជាស្របច្បាប់បានឡើយការដោះមីនមិនបង្កើតអធិបតេយ្យភាពកាសែតថៃបានចុះផ្សាយថាទាហានថៃម្នាក់បានជន់មីនផ្ទុះរបួសជើងនៅពេលកំពុងបោសសម្អាតទីតាំងនៅក្បែរច្រកអានសេសដែលពួកគេកំពុងគ្រប់គ្រងអ្នកនាំពាក្យកងទ័ពជើងគោកថៃវិនថៃសូវ៉ារីបានចេញមកប្រកាសថាពួកគេបានឈូសបំផ្លាញមូលដ្ឋានយោធាកម្ពុជានៅក្បែរទីនេះក្រោយពេលដែលពួកគេបានវាយរុញច្រានទាហានកម្ពុជាចេញពីទីនេះហើយបានចាប់ផ្ដើមបោសសម្អាតមីនមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារ Reuters កាលពីថ្ងៃច័ន្ទទី17សីហាថាអ៊ីរ៉ង់បានសម្រេចចិត្តផ្លាស់ប្ដូរគោលនយោបាយរបស់ខ្លួនពីការការពារទៅជាការវាយលុកពេញលេញដោយសារតែការជាប់គាំងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីយល់ព្រមលើការបញ្ចប់ជាអចិន្ត្រៃយ៍នៃសង្គ្រាមរបស់ខ្លួនជាមួយនឹងសហរដ្ឋអាមេរិកមន្ត្រីអ៊ីរ៉ង់ម្នាក់បានបញ្ជាក់ថាយោធាអ៊ីរ៉ង់ត្រូវតែត្រៀមខ្លួនដើម្បីបង្កើនភាពតានតឹងនៅច្រកសមុទ្រ Hormuz និងតំបន់កាន់តែខ្លាំងក្លាជាងមុនមន្ត្រីរូបនេះព្រមមានទៀតថាអ៊ីរ៉ង់នឹងធ្វើការវាយប្រហារយោធាទាន់ពេលវេលានិងច្បាស់លាស់បំផុតដើម្បីបំបែកការបិទផ្លូវរបស់កងទ័ពជើងទឹកអាមេរិកនៅច្រកសមុទ្រ Hormuz ប្រសិនបើការទូតបរាជ័យកាលពីថ្ងៃច័ន្ទគឺជាថ្ងៃដែលអ៊ីរ៉ង់និងសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងឈានដល់កិច្ចព្រមព្រៀងចុងក្រោយមួយក្រោមអនុសរណៈនៃការយោគយល់គ្នាដែលបានព្រមព្រៀងបទឈប់បាញ់60ថ្ងៃជាមួយគ្នាកាលពីខែមិថុនាកិច្ចព្រមព្រៀងនេះដែលបានប្រកាសពីការបញ្ចប់ប្រតិបត្តិការយោធាជាបន្ទាន់និងជាអចិន្ត្រៃយ៍លើគ្រប់វិស័យបានរលាយបាត់យ៉ាងឆាប់រហ័សដោយសារចំនួនអំពីការគ្រប់គ្រងច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកទៅចង្អៀតដែលប្រេងនិងឧស្ម័នធម្មជាតិរាវ 1/5 របស់ពិភពលោកហូរកាត់មុនសង្គ្រាម